ប្រមូលដឹកជញ្ជូនកញ្ចប់ក្នុង BMW ជារៀងរាល់ថ្ងៃហើយរកបាន1លានក្នុងមួយខែគាត់ជាអ្នកនាំសម្បត្តិអាជីពអ្វីដែលក្រុមហ៊ុននាំសម្បត្តិមិនហ៊ានដឹកជញ្ជូនគាត់អាចដឹកជញ្ជូនតាន់ពេលវេលាបើចាំបាច់គាត់ថែមទាំងអាចជួយអ្នកដេញតាមរថភ្លើងបានទៀតប៉ុន្តែលក្ខខណ្ឌគឺថាត្រូវតែមានប្រាក់កម្រៃគ្រប់គ្រាន់គាត់ធ្វើការនៅហាងជួសជុលឡានតាមពិតទៅគាត់លួចធ្វើសេវាកម្មនាំសម្បត្តិឲ្យធ្វើការថ្ងៃមួយជនពាម្នាក់បានទូរស័ព្ទហៅសេវាកម្មនាំសម្បត្តិដើម្បីសង្គ្រោះជីវិតនារីនោះបានទៅដល់ទីតាំងដែលបានកំណត់តាន់ពេលវេលាដើម្បីរងចាំប៉ុន្តែនៅពេលដែលជនពាឃើញថាក្រុមអ្នកបោកបរជាស្រីគាត់ក៏ទាត់កូនចៅរបស់គាត់ដោយឃើញថាខ្មាំងស្ត្រីនៅពីក្រោយពួកគេឃើញជំនាញបោកបរដ៏អស្ចារ្យរបស់នារីនោះជនពាក៏ភ័យខ្លាចរហូតដល់ទីងខ្សែក្រវ៉ាត់សុវត្ថិភាពខ្មាំងស្ត្រីកំពុងដេញតាមពីក្រោយនារីនោះក៏បើកចេញពីភ្លើងរោងក្រំដីនាងបានបត់ត្រឡប់ក្រោយភ្លាមចូលទៅក្នុងភ្លើងរោងក្រំដីមួយទៀតប៉ុន្តែជំនាញបោកបររបស់ខ្មាំងស្ត្រីក៏អស្ចារ្យដែរពួកគេបន្តដេញតាមនាងមិនឈប់នារីនោះបានធ្វើឲ្យម៉ាស៊ីនរលត់ដោយជោគជ័យគេចផុតពីខ្មាំងសត្រូវប៉ុន្តែនៅពេលដែលពួកគេចាក់ចេញពួកគេក៏បុកជាមួយខ្មាំងសត្រូវម្ដងទៀតនារីនោះនៅតែស្ងប់ស្ងាត់ជន់ហ្គាសហើយបើកបរយ៉ាងលឿនឆ្ពោះទៅកាន់ផ្លូវ highway ដែលឃើញថាខ្មាំងសត្រូវនៅតែមិនឈប់នាងក៏សម្រេចចិត្តបានចាប់ដាំដេញតាមរថភ្លើងនៅពេលដែលជនពានៅក្នុងឡានភ័យខ្លាចរហូតដល់នាងបានបើកបរជុំវិញរថភ្លើងយ៉ាងងាយស្រួលហើយបានដឹកជញ្ជូនទៅដល់គោលដៅដោយជោគជ័យជនពាទាំងនោះសប្បាយចិត្តខ្លាំងណាស់ហើយបានផ្ដល់ប្រាក់កម្រៃយ៉ាងសប្បុរសដល់នាងប៉ុន្មានថ្ងៃក្រោយមកធ្វើការបានទទួលការបញ្ជាទិញមួយទៀតប៉ុន្តែនៅពេលដែលនារីនោះទៅដល់ទីតាំងដែលបានកំណត់នាយកចុកមិនឃើញនៅទីនោះទេផ្ទុយទៅវិញក្មេងប្រុសអាយុ10ឆ្នាំម្នាក់បានគោះទ្វារឡានដោយឃើញជនពាដេញតាមគាត់ពីក្រោយនារីនោះក៏បើកទ្វារដែលក្តីអាណិតអាសូរហើយចាប់ដាំចេញដំណើរជាមួយគាត់ប៉ុន្តែនាងមិនទាន់ទៅបានឆ្ងាយផងក្រុមជនពាក៏បានមកដល់ឃើញដូច្នេះនារីនោះក៏នៅតែស្ងប់ស្ងាត់ហើយជន់ហ្គាសយ៉ាងខ្លាំងគេចផុតពីក្រុមជនពាទាំងអស់គ្រាន់តែនាងគិតថានាងមានសុវត្ថិភាពមេក្រុមគុនពាក៏បានមកបិទភ្លើងនាងភ្លាមនៅពេលដ៏សំខាន់នោះឪពុករបស់ក្មេងប្រុសក៏ស្រាប់តែរត់ចេញមកហើយវាយដំបងចូលទៅក្នុងឡានរបស់ជនពាទោះបីជាបរិនោះត្រូវបានគេវាយបណ្ដេញចេញដោយជោគជ័យក៏ដោយត្រូវបាននារីនោះជួយសង្គ្រោះដោយជោគជ័យនារីនោះទើបដឹងថាឪពុករបស់គាត់បានលួចសោតម្លៃ50,000លានដើម្បីរៀបចំសេវាកម្មដឹកជញ្ជូនពិសេសសម្រាប់កូនប្រុសរបស់គាត់ឃើញស្ថានភាពដ៏គួរឲ្យអាណិតរបស់ក្មេងប្រុសនារីនោះក៏ទន់ចិត្តម្ដងទៀតនាងជឿថាក្មេងប្រុសនោះកំពុងស្ថិតក្នុងគ្រោះថ្នាក់ម្នាក់ឯងដូច្នេះនាងក៏នាំគាត់ទៅស្នាក់នៅសន្តាគារជាបណ្ដោះអាសន្ននាងគិតថាទីនេះមានសុវត្ថិភាពប៉ុន្តែអ្វីដែលនាងមិនដឹងគឺថាមេអ ுக ្រិតជនគឺជាប្រធានប៉ុស្តិ៍ប៉ូលីសតាមរយៈការខ្លាំមើលគាត់បានស៊ើបអង្កេតទីតាំងរបស់ពួកគេយ៉ាងលឿននៅពេលដែលមេអ ுக ្រិតជនកំពុងតែស្វែងរកវត្ថុនោះក៏ធ្លាក់ទៅលើដីនារីនោះបានលឺសំឡេងនៅក្នុងបន្ទប់មួយទៀតដោយដឹងថាមានអ្វីខុសប្រក្រតីនាងក៏ប្រញាប់ចាក់ចេញប៉ុន្តែនៅពេលដែលទ្វារចន្ទាយន្តបិទដៃធំមួយគូក៏លេចចេញមកមេអ ுக ្រិតជនក៏ដកកំភ្លើងហើយទាមទារឲ្យក្មេងប្រុសប្រគល់សរនៅពេលនោះក្មេងប្រុសក៏វិឡានហើយខំមេអ ுக ្រិតជននារីនោះក៏ចាប់កំភ្លើងភ្លាមជីចន្ទាយន្តទៅជាន់ក្រោមដោយសុវត្ថិភាពទោះបីជាមេអ ுக ្រិតជននិយាយលាទៅកាន់នារីនោះក៏គាត់មិនព្រមឲ្យពួកគេទៅដែរប្រមូលដឹកជញ្ជូនកញ្ចប់ក្នុង BMW ជារៀងរាល់ថ្ងៃហើយរកបាន1លានក្នុងមួយខែគាត់ជាអ្នកនាំសម្បត្តិអាជីពអ្វីដែលក្រុមហ៊ុននាំសម្បត្តិមិនហ៊ានដឹកជញ្ជូនគាត់អាចដឹកជញ្ជូនតាន់ពេលវេលាបើចាំបាច់គាត់ថែមទាំងអាចជួយអ្នកដេញតាមរថភ្លើងបានទៀតប៉ុន្តែលក្ខខណ្ឌគឺថាត្រូវតែមានប្រាក់កម្រៃគ្រប់គ្រាន់គាត់ធ្វើការនៅហាងជួសជុលឡានតាមពិតទៅគាត់លួចធ្វើសេវាកម្មនាំសម្បត្តិឲ្យធ្វើការថ្ងៃមួយជនពាម្នាក់បានទូរស័ព្ទហៅសេវាកម្មនាំសម្បត្តិដើម្បីសង្គ្រោះជីវិតនារីនោះបានទៅដល់ទីតាំងដែលបានកំណត់តាន់ពេលវេលាដើម្បីរងចាំប៉ុន្តែនៅពេលដែលជនពាឃើញថាក្រុមអ្នកបោកបរជាស្រីគាត់ក៏ទាត់កូនចៅរបស់គាត់ដោយឃើញថាខ្មាំងស្ត្រីនៅពីក្រោយពួកគេឃើញជំនាញបោកបរដ៏អស្ចារ្យរបស់នារីនោះជនពាក៏ភ័យខ្លាចរហូតដល់ទីងខ្សែក្រវ៉ាត់សុវត្ថិភាពខ្មាំងស្ត្រីកំពុងដេញតាមពីក្រោយនារីនោះក៏បើកចេញពីភ្លើងរោងក្រំដីនាងបានបត់ត្រឡប់ក្រោយភ្លាមចូលទៅក្នុងភ្លើងរោងក្រំដីមួយទៀតប៉ុន្តែជំនាញបោកបររបស់ខ្មាំងស្ត្រីក៏អស្ចារ្យដែរពួកគេបន្តដេញតាមនាងមិនឈប់នារីនោះបានធ្វើឲ្យម៉ាស៊ីនរលត់ដោយជោគជ័យគេចផុតពីខ្មាំងសត្រូវប៉ុន្តែនៅពេលដែលពួកគេចាក់ចេញពួកគេក៏បុកជាមួយខ្មាំងសត្រូវម្ដងទៀតនារីនោះនៅតែស្ងប់ស្ងាត់ជន់ហ្គាសហើយបើកបរយ៉ាងលឿនឆ្ពោះទៅកាន់ផ្លូវ highway ដែលឃើញថាខ្មាំងសត្រូវនៅតែមិនឈប់នាងក៏សម្រេចចិត្តបានចាប់ដាំដេញតាមរថភ្លើងនៅពេលដែលជនពានៅក្នុងឡានភ័យខ្លាចរហូតដល់នាងបានបើកបរជុំវិញរថភ្លើងយ៉ាងងាយស្រួលហើយបានដឹកជញ្ជូនទៅដល់គោលដៅដោយជោគជ័យជនពាទាំងនោះសប្បាយចិត្តខ្លាំងណាស់ហើយបានផ្ដល់ប្រាក់កម្រៃយ៉ាងសប្បុរសដល់នាងប៉ុន្មានថ្ងៃក្រោយមកធ្វើការបានទទួលការបញ្ជាទិញមួយទៀតប៉ុន្តែនៅពេលដែលនារីនោះទៅដល់ទីតាំងដែលបានកំណត់នាយកចុកមិនឃើញនៅទីនោះទេផ្ទុយទៅវិញក្មេងប្រុសអាយុ10ឆ្នាំម្នាក់បានគោះទ្វារឡានដោយឃើញជនពាដេញតាមគាត់ពីក្រោយនារីនោះក៏បើកទ្វារដែលក្តីអាណិតអាសូរហើយចាប់ដាំចេញដំណើរជាមួយគាត់ប៉ុន្តែនាងមិនទាន់ទៅបានឆ្ងាយផងក្រុមជនពាក៏បានមកដល់ឃើញដូច្នេះនារីនោះក៏នៅតែស្ងប់ស្ងាត់ហើយជន់ហ្គាសយ៉ាងខ្លាំងគេចផុតពីក្រុមជនពាទាំងអស់គ្រាន់តែនាងគិតថានាងមានសុវត្ថិភាពមេក្រុមគុនពាក៏បានមកបិទភ្លើងនាងភ្លាមនៅពេលដ៏សំខាន់នោះឪពុករបស់ក្មេងប្រុសក៏ស្រាប់តែរត់ចេញមកហើយវាយដំបងចូលទៅក្នុងឡានរបស់ជនពាទោះបីជាបរិនោះត្រូវបានគេវាយបណ្ដេញចេញដោយជោគជ័យក៏ដោយត្រូវបាននារីនោះជួយសង្គ្រោះដោយជោគជ័យនារីនោះទើបដឹងថាឪពុករបស់គាត់បានលួចសោតម្លៃ50,000លានដើម្បីរៀបចំសេវាកម្មដឹកជញ្ជូនពិសេសសម្រាប់កូនប្រុសរបស់គាត់
ឃើញស្ថានភាពដ៏គួរឲ្យអាណិតរបស់ក្មេងប្រុសនារីនោះក៏ទន់ចិត្តម្ដងទៀតនាងជឿថាក្មេងប្រុសនោះកំពុងស្ថិតក្នុងគ្រោះថ្នាក់ម្នាក់ឯងដូច្នេះនាងក៏នាំគាត់ទៅស្នាក់នៅសន្តាគារជាបណ្ដោះអាសន្ននាងគិតថាទីនេះមានសុវត្ថិភាពប៉ុន្តែអ្វីដែលនាងមិនដឹងគឺថាមេអ ுக ្រិតជនគឺជាប្រធានប៉ុស្តិ៍ប៉ូលីសតាមរយៈការខ្លាំមើលគាត់បានស៊ើបអង្កេតទីតាំងរបស់ពួកគេយ៉ាងលឿននៅពេលដែលមេអ ுக ្រិតជនកំពុងតែស្វែងរកវត្ថុនោះក៏ធ្លាក់ទៅលើដីនារីនោះបានលឺសំឡេងនៅក្នុងបន្ទប់មួយទៀតដោយដឹងថាមានអ្វីខុសប្រក្រតីនាងក៏ប្រញាប់ចាកចេញប៉ុន្តែនៅពេលដែលទ្វារជណ្ដើរយន្តបិទដៃធំមួយគូក៏លេចចេញមកមេអ ுக ្រិតជនក៏ដកកំភ្លើងហើយទាមទារឲ្យក្មេងប្រុសប្រគល់សរនៅពេលនោះក្មេងប្រុសក៏វិឡានហើយខំមេអ ுக ្រិតជននារីនោះក៏ចាប់កំភ្លើងភ្លាមជីជណ្ដើរយន្តទៅជាន់ក្រោមដោយសុវត្ថិភាពទោះបីជាមេអ ுக ្រិតជននិយាយលាទៅកាន់នារីនោះក៏គាត់មិនព្រមឲ្យពួកគេទៅដែរ